បាទសួស្តីបងប្អូនវីដេអូនេះខ្ញុំបង្ហាញបងប្អូនអំពីរបៀបដាក់ឈ្មោះហៅក្រៅឬឈ្មោះ nickname នៅខាងមុខឈ្មោះ profile របស់យើងបងប្អូនមើលតាមរូបនេះគឺដាក់ទម្រង់បែបនេះដំបូងបងប្អូនចូលមកក្នុង account Facebook របស់យើងមកនៅទីនេះខ្ញុំអនុវត្តនៅលើ computer ហើយមុននឹងបង្ហាញខ្ញុំសូមបញ្ជាក់បងប្អូនមួយថានៅលើ computer វាមានមុខងារដែលខ្ញុំអាចចូលងាយដើម្បីដាក់ nickname ទូរស័ព្ទខ្លះគឺអត់មានមុខងារហ្នឹងទេក្នុងករណី app Facebook នៅលើទូរស័ព្ទបងប្អូនអត់មានអាមុខងារងាយដូចខ្ញុំបង្ហាញទេបងប្អូនគ្រាន់តែមើលវីដេអូនឹងទៅមុខតិចទៀតបងប្អូននឹងឃើញខ្ញុំបង្ហាញមួយបែបទៀតតាមរយៈ screen ទូរស័ព្ទអញ្ចឹងឥឡូវខ្ញុំបង្ហាញក្នុង computer មុនចូលក្នុង Facebook ហើយយើងចូលមកក្នុង profile របស់យើងមកបន្ទាប់មកបងប្អូនរកមើលសញ្ញាប៊ិចឬពាក្យ edit profile នេះណាចុចលើកន្លែងហ្នឹងមកបន្ទាប់មកអូសទៅក្រោមបន្តិចនេះរកមើលពាក្យថា names select លើ name នឹងមកអូសមកលើវិញហើយយើងមើលសញ្ញា A តូច A ធំនេះហើយគេដាក់ជាភាសាអង់គ្លេសថា add other names យើងចុចលើ add other names នឹងមកអូខេបន្ទាប់មកត្រង់កន្លែង publish នៅខាងក្រោមនេះមានប្រអប់មួយដែលប្រអប់នេះវាមានជម្រើសច្រើនបងប្អូនត្រូវ select ប្រអប់នឹងហើយយកពាក្យ nickname នេះឥឡូវខ្ញុំ select រួចហើយអូខេអញ្ចឹងកាឡោនបន្ទាប់គឺយើងដាក់ឈ្មោះហៅក្រៅរបស់យើងកន្លែងហ្នឹងឧទាហរណ៍ថាខ្ញុំដាក់សេងឡុងអូខេបន្ទាប់ពីសរសេរឈ្មោះ nickname ដែលយើងចង់បានហើយបងប្អូនមិនបាច់ដាក់វងកញ្ចក់អីទេណាសរសេរយកអញ្ចឹងហើយចុច select នេះមកចុច select ក្នុងប្រអប់ហ្នឹងមកកន្លែងហ្នឹងគេដាក់ថា show at top of profile បន្ទាប់មកបងប្អូនចុច save នៅទីនេះខ្ញុំអត់ចង់ដាក់ទេអញ្ចឹងខ្ញុំអត់ត្រូវការ save បង្ហាញទេខ្ញុំគ្រាន់តែបង្ហាញត្រឹមហ្នឹងគឺចប់ឥឡូវករណីបងប្អូននៅលើទូរស័ព្ទដៃបងប្អូនមកចូលមកដល់កន្លែងហ្នឹងអត់ឃើញពាក្យ name នេះខ្ញុំបង្ហាញម្ដងទៀតណាករណីបងប្អូនចូលមកបងប្អូនចុច edit profile រួចហើយមកដល់កន្លែងនេះបងប្អូនអត់ឃើញពាក្យ name ទេទូរស័ព្ទខ្លះគឺខ្ញុំសាកល្បងតេស្តអត់មានទេអញ្ចឹងបងប្អូនត្រូវអនុវត្តតាមទម្រង់មួយទៀតឥឡូវខ្ញុំបង្ហាញណាបាទសួស្តីបងប្អូនម្ដងទៀតវីដេអូនេះខ្ញុំបង្ហាញបន្តករណីនៅលើទូរស័ព្ទដៃបងប្អូនអនុវត្តតាមបែបទី1ដែលខ្ញុំបង្ហាញមិញអត់កើតបងប្អូនអាចអនុវត្តមួយបែបទៀតតាមវិធីនេះចូលមកក្នុង profile របស់យើងបែបហ្នឹងហើយបងប្អូនចុចលើឆ្នូត3នេះមកទូរស័ព្ទខ្លះឆ្នូត3ហ្នឹងនៅតំបន់ផ្សេងអញ្ចឹងបងប្អូនរកមើលណាចុចឆ្នូត3ទៅបន្ទាប់មកបងប្អូនចុចរកមើលពាក្យ setting នេះ setting and privacy សញ្ញាស្ពឺនេះអូខេបន្ទាប់មកបងប្អូនចុចលើសញ្ញា setting នេះទៀតមកបន្ទាប់មកបងប្អូនយក account center មករួចហើយចុចលើ profile របស់យើងមករួចហើយចុចលើ profile របស់យើងទៀតមកត្រង់ចំណុចពាក្យថា name ឬឈ្មោះនេះបងប្អូនចុចលើកន្លែងហ្នឹងមករួចហើយបងប្អូនមើលខាងក្រោមនេះគេដាក់ពាក្យថា other names បងប្អូនឃើញទេដូចនៅក្នុងកន្លែង computer ដែលខ្ញុំបង្ហាញក្នុង computer មិញអញ្ចឹងហើយគេដាក់ពាក្យនៅក្នុងប្រអប់នេះថា manage other names បងប្អូនចុចកន្លែងហ្នឹងមកខ្ញុំសូមបញ្ជាក់បងប្អូនថាមានករណី app Facebook នៅលើទូរស័ព្ទខ្លះមកដល់កន្លែងហ្នឹងចុចហើយអនុវត្តបានដោយជោគជ័យតាមដូចវីដេអូខ្ញុំបង្ហាញមិញអញ្ចឹងប៉ុន្តែទូរស័ព្ទខ្លះទៀតមកដល់កន្លែងហ្នឹងគឺចុចទៅអត់ជោគជ័យទេចុចផ្លាតដូចករណីទូរស័ព្ទខ្ញុំចុចកន្លែងហ្នឹងផ្លាតរហូតដាក់អត់បានទេមិនដឹងថាទូរស័ព្ទបងប្អូនដាក់បានឬមិនបានទេអញ្ចឹងណាអញ្ចឹងហើយនេះជាមូលហេតុដែលខ្ញុំបង្ហាញការអនុវត្តនៅលើ computer ហើយក្នុងករណីបងប្អូនចូលមកដល់កន្លែងនេះចុចបានអញ្ចឹងបងប្អូនធ្វើឲ្យដូចដែលខ្ញុំបង្ហាញក្នុង computer មិញអញ្ចឹងមកគឺរកកន្លែង nickname ហើយបងប្អូនកំណត់បានហើយករណីខ្ញុំនេះអត់ចុចទៅទេដោយសារចុចអត់បានហើយបើបងប្អូនចុចអត់បានដូចខ្ញុំដែរបងប្អូនព្យាយាមដូរ nickname តាមរយៈ computer វិញដោយអនុវត្តតាមវិធីដែលខ្ញុំបង្ហាញមុននេះបន្តិចលើ computer